នៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាពីការស្វែងរក ID របស់ពុនមកវិញដើម្បីចូលទៅឆែកមើលដកលុយពុនដែលយើងរស់នៅកូរ៉េនេះអញ្ចឹងណាអញ្ចឹងយើងចុចពី KN មកបន្ទាប់ទៀតកន្លែងនេះគឺយើងបញ្ចូលឈ្មោះរបស់យើងជាភាសាអង់គ្លេសដូចជាមួយនឹង ID card របស់យើងហើយយើងវាធ្វើការវាបញ្ចូលនៅលេខ ID card របស់យើងនៅក្បែរនឹងដូចគ្នាដែរបាទអញ្ចឹងលេខ ID card របស់យើងប្រហែលយើងធ្វើការវាបញ្ចូលដូចនឹងមកបាទហ្នឹងហើយបន្តទៀតនៅខាងក្រោមនេះគឺមានពាក្យថា ID ខ្យល់ហွာ hoặc in អញ្ចឹងកន្លែងនេះគឺយើងចេញមកអត់ទាន់ពេញអស់ទេយើងចុចពាក្យ Chukai អញ្ចឹងដើម្បីឲ្យគេបង្ហាញ ID ពេញទាំងមូលមកតែម្ដងបាទអញ្ចឹងកន្លែងនេះយើងធ្វើការវាបញ្ចូលនៅលេខទូរស័ព្ទរបស់យើងបាទអញ្ចឹងលេខទូរស័ព្ទរបស់យើងធ្វើការវាបញ្ចូលហើយនៅខាងក្រោមនោះគឺយើងធ្វើការជ្រើសរើសប្រព័ន្ធទូរស័ព្ទរបស់យើងប្រើ KT ប្រើ SKT ប្រើ LG របបយើងធ្វើការជ្រើសរើសមកហើយបន្តទៀតយើងចុចគ្រីកខាងក្រោមនឹងទាំងអស់ណាដើម្បីចុចពាក្យថាអឹមអញ្ចឹងពេលដែលចុចពាក្យថាអឹមគឺកន្លែងនេះគឺជាកន្លែងដែលគេនឹងផ្ញើសារទៅកាន់លេខទូរស័ព្ទដៃរបស់អ្នកទាំងអស់គ្នាអ្នកទាំងអស់គ្នាគ្រាន់តែយកមកធ្វើការវាបញ្ចូលក្នុងនេះទៅគឺជាការស្រេចតែហ្នឹងឯងអញ្ចឹងពេលណាយើងចុចពាក្យថាអឹមមកគឺវានឹងចេញឈ្មោះ ID របស់យើងទាំងមូលមកតែម្ដងអញ្ចឹងយើង copy ទុកមួយបន្តទៀតដំណាក់កាលបន្តទៀតគឺយើងត្រូវចូលទៅ Robi Mil Bonho Chatki បាទអញ្ចឹងយើងយកពាក្យ KN ហើយយើងអស់មកក្រោមកន្លែងនេះគឺយើងដាក់ ID របស់យើងចូលបន្តទៀតយើងធ្វើការវាបញ្ចូលនៅឈ្មោះរបស់យើងបាទអញ្ចឹងជាអក្សរធំទាំងអស់ដូចជាមួយនឹង ID card អញ្ចឹងអ្វីព័ត៌មានគ្រប់យ៉ាងគឺត្រូវជាមួយដូចនឹង ID card របស់យើងខាងក្រោមនេះគឺយើងធ្វើការវាបញ្ចូលនៅលេខ ID card របស់យើងហើយនៅខាងស្ដាំហ្នឹងគឺមានពាក្យថា engine pop up contact អញ្ចឹងយើងធ្វើការជ្រើសរើសជាមួយនឹងលេខទូរស័ព្ទបាទអញ្ចឹងបន្តទៀតយើងចុចពាក្យថាអឹមយើងចុចពាក្យ yeah មកបាទអញ្ចឹងនៅកន្លែងនេះគឺយើងធ្វើការវាបញ្ចូលនៅលេខទូរស័ព្ទរបស់យើងជ្រើសរើសប្រព័ន្ធទូរស័ព្ទគេនឹងផ្ញើសារលេខកូដមួយទៅកាន់យើងហើយបន្តទៀតយើងចុចលេខកូដនឹង6ខ្ទង់ដាក់បញ្ចូលហ្នឹងទៅហើយយើងចុចបន្តទៀតទៅអញ្ចឹងវានឹងឲ្យយើងចូលទៅធ្វើការបដូរលេខសម្ងាត់របស់យើងហើយបាទហ្នឹងហើយអញ្ចឹងអត់មានអីពិបាកទេអញ្ចឹងវីដេអូនេះគឺបង្ហាញលម្អិតមែនតើតើតើជាមួយនឹងការស្វែងរក ID ហើយនឹងបង្កើតលេខសម្ងាត់ថ្មីរបស់ពុនឡើងវិញដើម្បីចូលទៅឆែកមើលលុយពុនអញ្ចឹងមានអ្នកខ្លះក៏បានរហូតដល់10លានរយៈពេល5ឆ្នាំក៏មានដែរហ្នឹងហើយអញ្ចឹងយើងចុចពាក្យបន្តមកចឹងកន្លែងនេះគឺយើងធ្វើការបញ្ចូលលេខសម្ងាត់ថ្មីអញ្ចឹងលេខសម្ងាត់ថ្មីរបស់យើងធ្វើការវាឲ្យដូចគ្នាមកបាទហ្នឹងហើយចឹងខាងឆ្វេងនិងខាងស្ដាំគឺយើងធ្វើការដាក់ឲ្យដូចគ្នាណាបន្តទៀតយើងចុចពាក្យ Bimil Bonho ខ្ញុំហាគីយើងចុចពាក្យ plug in មកចឹងកន្លែងនេះបញ្ចេញបញ្ជាក់កន្លែងនេះគឺមានន័យថាយើងធ្វើការបដូររួចរាល់ហើយហ្នឹងហើយអញ្ចឹងកន្លែងនេះពេលយើងបដូររួចរាល់ហើយចឹងដំណាក់កាលបន្តទៀតយើងត្រូវចូលទៅតេស្តមើលថាតើអាចចូលបានឬមួយក៏អត់ហ្នឹងហើយអញ្ចឹងយើងចុចពាក្យ ID login នៅក្បែរហ្នឹងបាទអញ្ចឹងចុចពាក្យ ID login ពងមួយមកបាទអញ្ចឹងពេលណាយើងចុចពាក្យ ID login រួចរាល់ហើយគឺយើងអាចវា ID និង password របស់យើងចូលបានហ្នឹងហើយអញ្ចឹងកន្លែងនេះខ្ញុំវា ID ខ្ញុំមានហើយខ្ញុំវាលេខសម្ងាត់របស់ខ្ញុំដែលខ្ញុំទឹកតែដាក់មុនហ្នឹងចូលទៅចុចពាក្យ login ហើយយើងធ្វើការវាបញ្ចូលផ្ទៀងផ្ទាត់លេខ ID card របស់យើងបញ្ចូលយើងចុចពាក្យ plug in នៅក្បែរហ្នឹងមកយើងអាចចូលបានអញ្ចឹងវីដេអូទាំងមូលទាក់ទងជាមួយនឹងការស្វែងរកគឺតែប៉ុណ្្នឹងទេហើយបើអ្នកនរគ្នាអត់ចេះបង្កើតទេអ្នកនរគ្នាអាចមើលនៅវីដេអូរបស់ខ្ញុំផុសមុនហ្នឹងបានដូចគ្នាដែរអញ្ចឹងខ្ញុំនឹង link ភ្ជាប់ក្នុងនេះអញ្ចឹងអ្នកនរគ្នាអាចមើលជាជំនួយបន្ថែមបាទអញ្ចឹងអរគុណច្រើនហើយមានចំណុចមានបញ្ហាអីអាច comment នៅក្នុងវីដេអូខាងក្រោមនេះបានបាទ